ស្លកកូរបងទាំងអស់គ្នាសាច់គឺខ្ញុំធ្វើការដាក់ជាមួយនឹងត្រីជាមួយនឹងឆ្អឹងជំនីបងទាំងអស់គ្នាបន្ទាប់ហើយគឺយើងធ្វើការចាក់ជាមួយនឹងខ្លាញ់ដើម្បីបំពងខ្ទឹមរួចហើយយើងធ្វើការដាក់ជាមួយនឹងគ្រឿងយើងម្លេញវាឲ្យមានក្លិនឈ្ងុយបងទាំងអស់គ្នាហើយយើងធ្វើការដាក់ជាមួយនឹងប្រហុកសាច់របស់យើងបងទាំងអស់គ្នាឥឡូវគ្រឿងយើងឈ្ងុយហើយធ្វើការដាក់ជាមួយនឹងទឹកត្រីបន្តិចដាក់ជាមួយនឹងឆ្អឹងជំនីរួចកូរវាឲ្យសព្វបងទាំងអស់គ្នាវារៀងឡើងឆ្អិនបន្តិចបន្ទាប់ហើយខ្ញុំធ្វើការដាក់ជាមួយនឹងត្រីដែងបងទាំងអស់គ្នាបន្ទាប់ហើយយើងធ្វើការកូរវាឲ្យសព្វបងទាំងអស់គ្នានិយាយទៅកូរឲ្យវារៀងឡើងឆ្អិនតិចមកបន្ទាប់ហើយធ្វើការដាក់ជាមួយល្ពៅព្រោះអីល្ពៅវាកម្រឆ្អិនអញ្ចឹងណាអញ្ចឹងទៅខ្ញុំធ្វើការដាក់ហើយបន្ទាប់ហើយបាទខ្ញុំដាក់បន្លែរបស់យើងចូលតាមខោស្រាប់បន្លែគឺបងទាំងអស់គ្នាអាចទិញតាមផ្សារបានណាព្រោះគេចិត្តឲ្យស្រាប់ៗហ្មងបន្ទាប់ហើយខ្ញុំកូរហើយធ្វើការដាក់ជាមួយនឹងទឹករួចហើយកូរវាឲ្យសព្វបន្ទាប់ហើយយើងធ្វើការបង់ជាមួយនឹងគ្រឿងរបស់យើងគឺដាក់ចេងស្កររ៉ូឌីថែមជាមួយនឹងទឹកត្រីរួចហើយខ្ញុំកូរវាឲ្យសព្វហើយភ្លក់មើលថាគ្រឿងរបស់យើងប៉ុណ្ណឹងល្មមនៅអញ្ចឹងបងទាំងអស់គ្នាឥឡូវរបស់យើងចាប់ផ្ដើមពុះបដាហើយរួចហើយខ្ញុំធ្វើការដាក់ជាមួយនឹងកលីងរួចហើយយើងធ្វើការកូរឲ្យសព្វឥឡូវស្លរបស់យើងឆ្អិនហើយយើងធ្វើការបង់ជាមួយនឹងបន្លែខៀវហើយកូរវាឲ្យសព្វបង់ជាមួយនឹងក្របពុតញងរបស់យើងចូលទុកឲ្យវាមកពុះហើយយើងធ្វើការបិទភ្លើងតែម្ដងឥឡូវស្លយើងមានជាការរួចរាល់